ចារណាតើមើលថាចោលសៀមទៅវាភ័យខ្លួនរឿងរដ្ឋាភិបាលក្រៅប្រទេសឬគេហៅថារដ្ឋាភិបាលដែលបង្កើតឡើងដោយគណៈបកប្រឆាំងនៅក្រៅប្រទេសប្តឹងទៅតុលាការអន្តរជាតិ ICC ថាចោលសៀមទៅវាភ័យខ្លួនចុះហេតុអីបានជាខ្មែរមួយចំនួនតែគេហៅថាពួកអាបកាប់មុខជាមួយនឹងអគុណសន្តិភាពคล้ายវាបែរទៅជាក្តៅកាហាយរឿងឯនៅក្រៅប្រទេសប្តឹងចោលសៀមយើងគិតមើលកាលពីមុនវាចោទថាសមរាំងស៊ីចោទថាពួកប្រឆាំងនៅក្រៅប្រទេសក្បត់ជាតិជាមួយនឹងចោលសៀមចុះឥឡូវនេះរដ្ឋាភិបាលក្រៅប្រទេសគ្រាន់តែប្តឹងចោលសៀមបែរជាវាក្តៅកាហាយយើងគិតមើលតើអាហ្នឹងអ្នកណាក្បត់ជាតិឲ្យពិតប្រាកដបងប្អូនជួយពិចារណាគ្នាទៅមើលហេតុអីបានជាខ្មែរមួយចំនួនដែលគេហៅថាពួកអាប់កាប់មុខនឹងអគុណសន្តិភាពคล้ายអគុណសន្តិភាពបាត់ដីនេះហេតុអីបានជាវាក្តៅកាហាយរឿងរដ្ឋាភិបាលក្រៅប្រទេសប្តឹងទៅចោលសៀមក្រែងចោទថាសមរាំងស៊ីឬរដ្ឋាភិបាលក្រៅប្រទេសដែលបង្កើតដោយបកប្រឆាំងនឹងសហការជាមួយនឹងចោលសៀមឥឡូវរដ្ឋាភិបាលក្រៅប្រទេសប្តឹងចោលសៀមវាចោទបើសមរាំងស៊ីក្បត់ជាតិសហការជាមួយនឹងសៀមហេតុអីបានជាប្តឹងសៀមចុះអារដ្ឋាភិបាលរាល់ថ្ងៃដែលដឹកនាំដោយរបបផ្ដាច់ការនេះហែងថាស្រឡាញ់ទឹកដីហេតុអីបានជាហ៊ានប្តឹងចោលសៀមចោលវាខ្លាចច្បាប់អន្តរជាតិក៏ប៉ុន្តែហេតុអីបានជាយើងស្គាល់ថាសូម្បីតែរដ្ឋាភិបាលក្រៅប្រទេសអាចដាក់ពាក្យប្តឹងបានចុះតែមកតែរដ្ឋាភិបាលដែលគេគិតថាស្របច្បាប់នេះហេតុអីបានជាមិនព្រមប្តឹងយើងពិចារណាត្រង់ហ្នឹងមើលគិតថាមិនចាំបាច់ពន្យល់ច្រើនទេគ្រាន់តែរឿងប៉ុណ្ណឹងប្រហែលជាខ្មែរមួយចំនួនដែលមានប្រដាប់គិតនៅឆ្លាតប្រដាប់គិតនៅល្អប្រហែលជាមិនពិបាកយល់ទេអញ្ចឹងសួរថាអ្នកណាក្បត់ជាតិពិតប្រាកដអ្នកណាសហការជាមួយនឹងចៅសៀមពិតប្រាកដបងប្អូនប្រកាសជាយល់ហើយហេតុអីបានជាមិនព្រមប្តឹងចៅសៀមបែរជាទុកឲ្យប្រជាពលរដ្ឋសូម្បីតែប្រជាពលរដ្ឋធម្មតាដូចជាលោកគុណពេជ្រក៏ដោយក៏អាចប្តឹងបានចុះរដ្ឋាភិបាលក្រៅប្រទេសអាចប្តឹងបានទៀតនេះសួរថាហេតុអីបានជារដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអត់ប្តឹងមកពីអីអាហ្នឹងបងប្អូនពិចារណាមើលខ្លួនឯងទៅថាអ្នកណាក្បត់ជាតិអ្នកណាសហការជាមួយនឹងចៅសៀមពិតប្រាកដអ្នកណាស្មោះត្រង់នឹងជាតិគេចោទសមរាំងស៊ីថាក្បត់ជាតិសហការជាមួយសៀមបែរជាសមរាំងស៊ីចេញមុខប្តឹងសៀមអាហ្នឹងពិចារណាមើលណាបងប្អូន